សហព័ន្ធខ្មែរកីឡាហែលទឹកបើកវគ្គសិក្សាស្ដីពីការពិនិត្យវឌ្ឍនភាពរៀបចំអភិវឌ្ឍផែនការសកម្មភាពហ្វឹកហាត់និងកម្មវិធីប្រកួតប្រចាំឆ្នាំ2026នេះពេលថ្មីនេះលោកហែមគិរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានដឹកនាំស្ដីពីការអភិវឌ្ឍសកម្មភាពរៀបចំការអភិវឌ្ឍផែនការហ្វឹកហាត់និងសកម្មភាពប្រកួតប្រចាំឆ្នាំ2026របស់សហព័ន្ធខ្មែរកីឡាហែលទឹកហើយក៏បានពិនិត្យវឌ្ឍនភាពចំណុចខ្លាំងនិងចំណុចខ្សោយពីឆ្នាំចាស់ត្រៀមសម្រាប់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិក្រុមកីឡាករកីឡាការិនីថ្នាលលើប្រភេទកីឡាហែលទឹកកីឡាហែលទឹកពាក់ជើងទានិងក្រុមកីឡាបាល់ទឹកសម្រាប់ឆ្នាំថ្មីដោយមានការចូលរួមពីសមាជិកភាពលោកប្រធានគ្រូបង្វឹកលោកគ្រូអ្នកគ្រូនិងជំនួយការគ្រូបង្វឹករបស់សហព័ន្ធខ្មែរកីឡាហែលទឹកនៅទីស្នាក់ការសហព័ន្ធខ្មែរកីឡាហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡ িম্প ិករាជធានីភ្នំពេញលោកហែមគិរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថាសិក្ខាសាលាស្ដីពីការអភិវឌ្ឍរៀបចំការអភិវឌ្ឍផែនការសកម្មភាពហ្វឹកហាត់នេះធ្វើឡើងដើម្បីវិតម្លៃផែនការសកម្មភាពហ្វឹកហាត់ប្រចាំឆ្នាំ2025របស់គ្រូបង្វឹករបស់សហព័ន្ធគឺជាការរីកចម្រើននិងជាការប្រឈមមុខដើម្បីរៀបចំផែនការបំពេញបន្ថែមនៅចំណុចខ្វះខាតតាមប្រភេទកីឡានីមួយៗប្រភេទកីឡាហែលទឹកកីឡាហែលទឹកពាក់ជើងទានិងក្រុមកីឡាហែលទឹកសម្រាប់ឆ្នាំថ្មីនេះលោកអគ្គលេខាធិការបានបន្តថាយើងត្រូវធ្វើការហ្វឹកហាត់ដាក់ផែនការនេះជាយុទ្ធសាស្ត្រថ្មីមួយទៀតសម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹកដើម្បីទទួលបានលទ្ធផលល្អប្រសើរប្រចាំឆ្នាំ2025នេះសម្រាប់ក្រុមជម្រើសជាតិនិងក្រុមកីឡាករកីឡាការិនីថ្នាលមួយចំនួនទៀតចំណុចសំខាន់នោះរូបលោកនឹងពិនិត្យបន្ថែមនៅចំណុចណាល្អយកមកនិងចំណុចណាខ្វះខាតយើងត្រូវតែបំពេញបន្ថែមសកម្មភាពនេះនៅក្នុងការតាមដានសកម្មភាពគ្រូបង្វឹកមិនឲ្យគាត់ធ្វើអ្វីតាមតែចិត្តនោះឡើយសិក្ខាសាលាស្ដីពីការអភិវឌ្ឍវឌ្ឍនភាពរៀបចំការអភិវឌ្ឍនេះក្រោយពីធ្វើជាមួយគ្រូបង្វឹកហើយសហព័ន្ធនឹងធ្វើជាមួយក្រុមកីឡាករកីឡាការិនីជម្រើសជាតិនិងក្រុមកីឡាករកីឡាការិនីថ្នាលថែមទៀតដើម្បីពិនិត្យការហ្វឹកហាត់របស់ពួកគាត់ទាំងបច្ចេកទេសនិងសមត្ថភាពបន្ថែមទៀត